គួរទិញដីដែលមានសន្តានត្រីកោណបែបនេះទេព្រោះវាពោពេញទៅដោយរឿងឧបទ្រពចង្រៃដែលធ្វើឲ្យគ្រួសាររបស់អ្នកនេះជួបតែរឿងអពមង្គលម៉ែចុះនោះខ្ទមអីគេមិនអីទេណាកូននាងគ្រាន់ខ្ទមអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅទីនេះប៉ុណ្ណោះណាកូនបើសិនជាកូនប្រុសយើងដឹងថាឯងយល់របស់នេះចូលផ្ទះប្រកាសទៅឈប់និយាយចូលខ្ញុំមិនខានទេមួយបងឯងស្មានខ្ញុំចង់ហីប្តីបងឯងអ្នកបជាខ្ញុំណាវាពាក់ព័ន្ធជាមួយនឹងក្រុមជំនឿនៃសាសនាមួយដែលកំពុងបញ្ចប់ពិធីចុងក្រោយដើម្បីបូជាថ្វាយឥសីអគិនេតដែលជាអធិទេពរបស់ពួកគេខ្ញុំតាមមកផ្ទះនឹងយូរហើយនៅខាងក្រោយផ្ទះមានដើមឈើតាំងខ្ទមអ្នកតាមចាក់ដីមែនអត់នេះគឺជាវិធីសង្កត់វិញ្ញាណអ្នកដែលគេបានជ្រើសរើសយកមកថ្វាយនៅទីតាំងទាំង3នេះធ្វើចាក់យ៉ាងអ្វីដែលត្រូវគិតគឺយើងត្រូវរៀបរៀងកុំឲ្យពិធីពួកវាបានសម្រេចអ្នកណា